ចាប់ផ្ដើមសួស្ដីបងប្អូនថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាធ្វើដំណើរទៅកាន់ទីកន្លែងដែលពិបាកនឹងជឿថាមានមែនតាមរយៈវីដេអូឯកសារធ្វើដំណើរកម្រិត4ដ៏អស្ចារ្យពី Channel Alcana Travel វីដេអូនេះមានចំណងជើងថា Impossible Place China's Most Futuristic Wonders You Won't Believe Exist ឬជាភាសាខ្មែរថាទីកន្លែងដែលមិនអាចទៅរួចអច្ឆរិយៈទំនើបរបស់ចិនដែលអ្នកនឹងមិនជឿថាមានមែនចាប់ផ្ដើមដំណើរវីដេអូនេះបាននាំយើងឆ្លងកាត់ទីក្រុងនានានិងតំបន់ដាច់ស្រយាលនៅក្នុងប្រទេសចិនដើម្បីស្វែងរកគម្រោងច្នៃប្រឌិតថ្មីដែលត្រូវបានសាងសង់ឡើងដោយបច្ចេកវិទ្យាទំនើបជឿនលឿនស្ថាបត្យកម្មដិតដមនិងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រីធំអច្ឆរិយៈទំនើបទាំងនេះរួមមានទីក្រុងឆ្លាតវៃប្រព័ន្ធដឹកជញ្ជូនល្បឿនលឿនកំពុងផែស្វ័យប្រវត្តិនិងស្ថាបត្យកម្មប្លែកដែលត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការនៃអនាគតទីក្រុងឆ្លាតវៃផ្នែកដំបូងនៃវីដេអូបានណែនាំយើងអំពីទីក្រុងឆ្លាតវៃដែលជាទីក្រុងដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជាអ៊ីនធឺណិតនៃវត្ថុ បញ្ញាសិប្បនិម្មិត និងទិន្នន័យធំ Big Data ដើម្បីគ្រប់គ្រងធនធាននិងសេវាកម្មនានាដូចជាចរាចរណ៍ថាមពលនិងការគ្រប់គ្រងកាកសំណល់យើងបានឃើញទេសភាពទីក្រុងដែលពោរពេញទៅដោយអគារខ្ពស់និងប្រព័ន្ធដឹកជញ្ជូនសាធារណៈដ៏មានប្រសិទ្ធភាពប្រព័ន្ធដឹកជញ្ជូនល្បឿនលឿនបន្ទាប់មកយើងបានធ្វើដំណើរទៅកាន់ប្រព័ន្ធដឹកជញ្ជូនល្បឿនលឿនដែលជាបណ្ដាញផ្លូវដែកល្បឿនលឿនដ៏ធំបំផុតនៅលើពិភពលោករថភ្លើងល្បឿនលឿនទាំងនេះអាចធ្វើដំណើរបានក្នុងល្បឿនរាប់រយគីឡូម៉ែត្រក្នុង1ម៉ោងដោយភ្ជាប់ទីក្រុងនានាឲ្យកាន់តែជិតគ្នាវីដេអូបង្ហាញពីភាពទំនើបនៃស្ថានីយ៍រថភ្លើងនិងរថភ្លើងដែលមានល្បឿនលឿនដូចខ្យល់កំពុងផែស្វ័យប្រវត្តិផ្នែកបន្ទាប់ទៀតគឺកំពុងផែស្វ័យប្រវត្តិដែលជាកំពុងផែដែលប្រើប្រាស់ម៉ាស៊ីននិងប្រព័ន្ធស្វ័យប្រវត្តិក្នុងការផ្ទុកនិងដឹកជញ្ជូនទំនិញយើងឃើញស្ទូឌ្យដែលគ្រប់គ្រងដោយកុំព្យូទ័រនិងរថយន្តដឹកទំនិញដោយគ្មានអ្នកបើកបរដែលកំពុងធ្វើការយ៉ាងសម្របសម្រួលគ្នាកំពុងផែទាំងនេះអាចគ្រប់គ្រងកុងតឺន័របានរាប់លាននៅក្នុងរយៈពេលដ៏ខ្លីដោយមានការអន្តរាគមន៍ពីមនុស្សតិចតួចបំផុតស្ថាបត្យកម្មប្លែកជាចុងក្រោយវីដេអូបានបង្ហាញពីស្ថាបត្យកម្មប្លែកដូចជាអគារដែលមានរាងចម្លែកស្ពានដែលឆ្លងកាត់ត្រឡងភ្នំជ្រៅនិងរចនាសម្ព័ន្ធដ៏អស្ចារ្យផ្សេងទៀតស្ថាបត្យកម្មទាំងនេះមិនត្រឹមតែមានមុខងារប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាស្នាដៃសិល្បៈដ៏ស្រស់ស្អាតទៀតផងការសន្និដ្ឋានសរុបមកវីដេអូឯកសារនេះគឺជាការបង្ហាញយ៉ាងរស់រវើកអំពីរបៀបដែលបច្ចេកវិទ្យានិងវិស្វកម្មកំពុងផ្លាស់ប្ដូរទេសភាពនិងរៀបចំរបៀបរស់នៅរបស់មនុស្សឡើងវិញវាបង្ហាញពីទិដ្ឋភាពនៃប្រទេសចិនដែលកំពុងសម្លឹងទៅមុខដែលការស្រមៃคล้ายជាការពិតសង្ឃឹមថាអ្នកទាំងអស់គ្នាបានរីករាយជាមួយនឹងការរៀបរាប់នេះសូមអរគុណហើយជួបគ្នាថ្មីក្នុងវីដេអូក្រោយទៀតបញ្ចប់